ភាសានឹងឯងតែការបញ្យល់ពីក្បួនហ្នឹងវាមានច្រើនរបៀបទៅទៀតគឺថាវាមានយ៉ាងហោចក៏ពីក្រុមធំដែរគឺថាទី1ប្រភេទវេយ្យាករណ៍និយាមជាអង់គ្លេសហៅ traditional grammar ជាវេយ្យាករណ៍ដែលមានតគ្នាតាំងពីបុរាណឬអីចឹងមកគឺថាយើងត្រូវតែដើរតាមហើយលក្ខណៈសំខាន់របស់វាគឺថាទី1យ៉ាងម៉េចនៅជាប្រពៃណីមកហ្នឹងហើយបន្តមកទៀតគឺថាវេយ្យាករណ៍ហ្នឹងសរសេរឡើងតាមរបៀបប្រធានវិស័យគឺថាតាមចំណេះដឹងតាមការយល់ឃើញរបស់អ្នកនិពន្ធនឹងខ្លួនឯងគឺថាមិនពុំបានគិតទៅលើទិន្នន័យភាសាហ្នឹងជាធំទេជួនកាលបង្កើតឧទាហរណ៍ខ្លួនឯងដាក់ទៅដើម្បីបញ្យល់អ្វីដែលខ្លួនចង់បញ្យល់ហ្នឹងអញ្ចឹងសេចក្តីនៅចំណុចទី3បន្ទាប់ហ្នឹងគឺអ្វីខ្ញុំនិយាយរួចហើយនៅខាងស្ដាំហ្នឹងស្ដាំដៃហ្នឹងគឺថាជាប្រភេទវេយ្យាករណ៍ពិពណ៌នាវេយ្យាករណ៍ពិពណ៌នាហ្នឹងជាអង់គ្លេសហៅ descriptive grammar ជាវេយ្យាករណ៍ដែលគេពិភាក្សាពីពិពណ៌នាហើយពិពណ៌នាហ្នឹងគឺថាជាវេយ្យាករណ៍ប្រភេទដែលគេច្រើនតែអ្នកភាសាវិទ្យាហ្នឹងគេសរសេរបញ្យល់បកស្រាយអំពីក្បួនភាសាហ្នឹងបាទហើយយើងដឹងស្រាប់ហើយអ្នកភាសាវិទ្យាហ្នឹងគេបដោតជាសំខាន់ទៅលើរឿងសូរហ្នឹងជាងមិនមែនតែសូរយើងគឺថាគេគិតលើទិន្នន័យភាសាហ្នឹងគេចាំបាច់មុននឹងគេវិភាគមុននឹងគេពណ៌នាអញ្ចឹងវាមានលក្ខណៈជាវត្ថុវិស័យបើយើងគិតអំពីភាសាខ្លាំងជាងគិតពីអ្នកនិពន្ធខ្លួនឯងគេគិតពីទិន្នន័យរបស់យើងទិន្នន័យវាចាំបាច់ព្រោះទិន្នន័យវាបង្ហាញឲ្យយើងឃើញពីរឿងផ្សេងដែលពោះពីវិស័យដែលយើងយល់ទៅទៀតអញ្ចឹងហើយបើយើងមានទិន្នន័យកាន់តែច្រើនអ្វីដែលយើងបញ្យល់យើងបកស្រាយហ្នឹងវាអាចកាន់តែច្បាស់ជាឧទាហរណ៍ងាយយល់មួយយើងបញ្យល់ពាក្យសព្ទណាមួយគណៈដើម្បីយល់ពីន័យរបស់ពាក្យសព្ទណាមួយយើងពុំអាចកំណត់ន័យវាភ្លាមបានតតែយើងដឹងរបៀបប្រើប្រាស់វានៅក្នុងឃ្លាប្រយោគបរិបទច្រើនទើបយើងស្វែងរកន័យរបស់ពាក្យហ្នឹងបានច្រើនតាមដែលអាចធ្វើបានអញ្ចឹងបានបរទេសវាពិបាករៀនភាសាខ្មែរមិនតែខ្មែរទេខ្ញុំធ្លាប់រៀនជនជាតិបរទេសខ្លះដូចចិនដូចអីគាត់ពិបាកពីព្រោះគេបកប្រែវចនានុក្រមខ្មែរហ្នឹងទៅជាចិនហ្នឹងបញ្យល់បកតែមួយពាក្យអីចឹងទៅហើយវាអត់មានឃ្លារបស់អីនៅក្នុងហ្នឹងម្ល៉េះហើយនៅពេលដែលសិស្សហ្នឹងគាត់បង្កើតឃ្លារបស់អីផ្សេងគឺគាត់បង្កើតទៅតាមពាក្យដែលមាននៅក្នុងវចនានុក្រមហ្នឹងជួនកាលគឺថាវាមិនមែនន័យហ្នឹងស្ដាប់អត់បានមកជួនកាលតែបញ្ហាគឺកន្លែងហ្នឹងគឺថាវាមិនមែនរឿងជាក់ស្ដែងដែលមនុស្សនិយាយណាបាទអញ្ចឹងរឿងពីរហ្នឹងវាខុសគ្នាមានថាវេយ្យាករណ៍ដែលយើងនិយាយពីប្រភេទហ្នឹងគឺថាគេផ្ដោតលើជ្រុងផ្សេងគ្នាណាទី1និយាមហ្នឹងទី2ពណ៌នាហ្នឹងគឺថាវិធីសាស្ត្រផ្សេងគ្នាហើយមួយគឺថាផ្ដោតលើចំណេះដឹងអ្នកនិពន្ធខ្លួនឯងវត្ថុវិស័យប្រធានវិស័យនេះខ្លាំងហើយមួយទៀតផ្ដោតលើទិន្នន័យលើអីលើការវិភាគនេះជាចាំបាច់ជាសំខាន់បាទខ្ញុំគ្រាន់តែចង់បន្ថែមបន្តិចថារឿងនិយាមហ្នឹងគឺឧទាហរណ៍ដូចជាវិជ្ជាករដែលយើងរៀននៅសាលាហ្នឹងគេប្រាប់យើងថាគេឲ្យក្នុងភាសាខ្មែរយើងវាត្រូវតែប្រធានជាស័ព្ទនិងកម្មបត្តិអីចឹងទៅហើយយើងនឹងត្រូវតែធ្វើតាមហ្នឹងបើធ្វើតាមហ្នឹងវាខុសបើសិនជាយើងមើលលើភាសាខ្មែរជាក់ស្ដែងមែនតើទោះបីជាប្រធាននៅខាងឆ្វេងនៅខាងស្ដាំក៏វាបានដូចតែគ្នាទេព្រោះវាជាក់ស្ដែងយើងមើលលើឃ្លាមួយចំនួនឧបមាថាយើងនិយាយថាដីបាក់ស្លាប់មនុស្សឬមួយក៏ដីបាក់មនុស្សស្លាប់ទាំងពីរហ្នឹងយើងនិយាយមួយណាក៏បានដែរយើងដាក់ថាមនុស្សស្លាប់ហើយស្លាប់មនុស្សនៅខ្យល់ខ្លាំងរបើកលពូចឬមួយក៏រលំដើមឈើខ្យល់ខ្លាំងដើមឈើរលំយើងនិយាយបានទាំងពីរប្រធានវាអាចនៅខាងឆ្វេងឬខាងស្ដាំមួយណាក៏បានដែរប៉ុន្តែអ្វីដែលជាសង្ខេបមកវិញអ្វីដែលយើងហៅថាវិជ្ជាករនិយាមហ្នឹងគឺគ្រាន់តែក្បួនដែលអ្នកនិពន្ធក៏គិតថាត្រូវហើយអញ្ចឹងទៅគាត់ដាក់ឲ្យយើងប្រើហើយយើងត្រូវតែគោរពតាមហ្នឹងបើមិនគោរពតាមហ្នឹងយើងខុសជាពិសេសគឺនៅពេលដែលប្រឡងឬមួយពេលសរសេរអីចឹងទៅហើយនៅពេលដែលវារឿងវិជ្ជាករពណ៌នានៅខាងស្ដាំដៃនោះវិញគឺយើងមិនមានក្បួននេះទេតែពិតទៅមែនទែននៅពេលដែលយើងដែលជាអ្នកនិយាយភាសាខ្មែរឧទាហរណ៍បាននេះថាក្បួនវិជ្ជាករទាំងអស់ហ្នឹងនៅពេលយើងស្ដាប់ទៅយើងពាក្យណាដែលយើងនិយាយឆ្កងយើងដឹងថាវាខុសគឺខួរក្បាលយើងទាំងអស់នៅក្នុងខួរក្បាលយើងវាមានក្បួនហើយអស់ហើយអ្វីដែលសំខាន់គឺយើងជាខ្មែរហ្នឹងយើងឲ្យយើងបញ្យល់មិនចេញទេឧទាហរណ៍មួយទៅប្រមាណថាខ្ញុំជាស្អាតអីចឹងទៅព្រោះយើងនិយាយថាខ្មែរខ្លះគាត់ថាណែខ្មែរជាហ្នឹងវាជាគេស័ព្ទ to be អញ្ចឹងដូចអង់គ្លេសអញ្ចឹងទៅហើយស្អាតនោះជាគុណនាមអញ្ចឹងយើងនិយាយថាខ្ញុំជាស្អាតយើងគ្រាន់តែស្ដាប់វាឆ្កងបាទហើយគ្មានដែរខ្មែរណានិយាយអញ្ចឹងទេហើយអញ្ចឹងបើសិនជាយើងដាក់មិនពីមុខវិញខ្ញុំមិនជាស្អាតអាហ្នឹងវាអាចបានប៉ុន្តែសួរថាយើងបញ្យល់ថាមូលហេតុអីមិនដាក់មិនពីមុខវាទៅជាអាចនិយាយបានប៉ុន្តែយើងទាំងអស់គ្នាស្ដឹងថាមួយឆ្កងមួយអាចយល់បានយើងមានអារម្មណ៍នឹងទាំងអស់ថាវាយើងនិយាយរួមទៅគឺក្បួនទាំងអស់ហ្នឹងវានៅក្នុងខួរក្បាលយើងអស់ហើយ
ហើយអ្វីដែលអ្នកភាសាវិទ្យាចង់បកស្រាយបញ្យល់នោះត្រូវធ្វើម៉េចតាមរយៈពាក្យសម្ដីឃ្លាប្រើប្រាស់ទាំងអស់ហ្នឹងយល់ប្រព័ន្ធដែលនៅក្នុងខួរក្បាលយើងទាំងអស់គ្នាហ្នឹងទេមិនមែនជាក្បួនអីមួយដែលមកពីខាងក្រៅដែលយើងជប់បង្កើតអីហ្នឹងទេបាទតទៅនេះយើងនិយាយបន្តពីរឿងហ្នឹងគឺនិយាយពីរឿងសិក្សាភាសាខ្មែរហ្នឹងហើយដូចបាននិយាយពីខាងដើមអញ្ចឹងរឿងសិក្សាភាសាខ្មែរហ្នឹងវាធំធេងណាវិស័យហ្នឹងយើងត្រូវត្រឡប់ទៅក្រោយវិញច្រើនដើម្បីមើលស្នាដៃដើម្បីមើលអីហ្នឹងឲ្យបានវិញឆ្ងាយតែអ្វីដែលយើងធ្វើមកនេះគឺថាពុំបានមកចត់ខ្លាំងណាស់ទេគឺថាតាមលទ្ធភាពដែលយើងអាចធ្វើបានគឺថាយើងស្វែងរកឯកសារផ្សេងៗហ្នឹងដើម្បីយកមកពិនិត្យមើលតើមានការប្រែប្រួលយ៉ាងម៉េចខ្លះហើយយើងអាចចាត់ស្នាដៃទាំងអស់នោះជាក្រុមមិនខ្លះដែរអញ្ចឹងទី1មុននឹងដល់បែងចែកប្រភេទស្នាដៃហ្នឹងគឺថាយើងមើលលើរឿងសិក្សាភាសាខ្មែរហ្នឹងមុនសម័យបារាំងយើងដឹងហើយថាដល់សម័យបារាំងទើបយើងវិជាសិក្សាដែលជាប្រភេទវិជាសាស្ត្រផ្សេងហ្នឹងវាមកច្រើនជាមួយអញ្ចឹងមុនហ្នឹងគឺថាយើងរៀនតាមរបៀបប្រពៃណីអ្វីដែលយើងរៀនហ្នឹងគឺថាយើងរៀននៅវត្តហ្នឹងឯងហើយរៀននៅវត្តហ្នឹងបើមិនទៅរៀននៅវត្តហ្នឹងគឺថាមានអីក្រៅពីសាត្រាទេគឺអានសាត្រាហ្នឹងឯងរៀនសាត្រាបាទហើយរបៀបរៀនបើតាមលោកមីប៉ុនគាត់បញ្យល់ហ្នឹងគាត់ថាវាមាន3-4ដំណាក់កាលគឺថាទី1ត្រូវរៀនអាននិងសរសេរអក្សរណាយល់ពីអក្ខរវិធីហើយរៀនសរសេររៀនផ្សំជាមួយស្រៈជាមួយអីចឹងទៅដល់ចប់ពីហ្នឹងទៅគឺថារៀនអានសាត្រាដែរតែរៀនអានសាត្រាច្បាប់ព្រោះសាត្រាច្បាប់ហ្នឹងវាងាយអានជាងសាត្រាល្បែងតែល្បែងជាប្រភេទប្រឡំលោកបុរាណយើងដឹងមានរឿងច្រើនឧទាហរណ៍រឿងហងយុនសពសិទ្ធអីជាដើមហ្នឹងហើយដំណាក់កាលទី4គឺថារៀនសាត្រាទេសតែពាក់ព័ន្ធនឹងរឿងធម៌អាផ្សេងដែលមានរឿងជ្រៅជ្រះណាមានបល័យមានអីនៅក្នុងហ្នឹងទៅអញ្ចឹងដំណាក់កាលរៀនគឺប៉ុណ្ណឹងតែយើងពុំឃើញមានការសិក្សាទៅលើបញ្ហាភាសាហ្នឹងទេគឺថាតែមានតែប្រាប់អំពីរបៀបរៀនអក្សររៀនអីហ្នឹងបែបហ្នឹងបាទហើយភ្ជាប់ទៅខាងក្រោយមកបន្តិចហ្នឹងគឺនៅក្នុងសភៅរៀនខ្មែរភាគច្រើនក្រោយមកទៀតហ្នឹងគាត់បញ្ជាក់នៅក្នុងសេចក្តីផ្ដើមមកគាត់ហ្នឹងគាត់ថានៅពេលដែលយើងរៀនក្បួនវិជ្ជាច្បាស់លាស់ទៅគឺយើងអាចសរសេរត្រឹមត្រូវប៉ុន្តែឲ្យមែនតែនទៅយើងមើលតាំងពីសម័យបុរាណមកអ្វីដែលយើងរៀននៅវត្តនោះមិនដែលរៀនវិជ្ជាអីលើសពីតែបកខកោខាអីហ្នឹងគឺថាជួយជាអ្នកបូកជាមួយនឹងស្រៈប៉ុណ្្នឹងទេហើយអ្នកមុនគឺនៅអាចសរសេរបានល្អជាអ្នកនិពន្ធមកច្រើនតែទាំងកំណាព្យតែទាំងអីទៀតនោះហើយអញ្ចឹងចំនួនចោតសួរវិញថានៅពេលដែលយើងចង់ឲ្យសរសេរល្អគឺយើងចេះក្បួនវិជ្ជាឬមួយយ៉ាងម៉េចមិនមែនតែទៅអ្នកដែលសរសេរល្អគឺអ្នកដែលអានច្រើនមិនមែនអ្នកដែលចេះក្បួនវិជ្ជាទេអ្នកដែលចេះក្បួនវិជ្ជាជាទូទៅគឺខ្ញុំមិនដែលឃើញសរសេរល្អទេអ្នកដែលសរសេរល្អនោះគឺអ្នកដែលអានច្រើនមើលរឿងច្រើនតួយ៉ាងដូចយើងលើកឧទាហរណ៍ដោយលោកគង់មញ្ជឿនហ្នឹងគាត់សរសេររឿងច្រើនហ្នឹងគាត់រៀនមិនទាំងចប់បាក់ដប់ផងហើយក្បួនវិជ្ជាហ្នឹងក៏គាត់មិនទៅដឹងអីទេតែគាត់ហ្នឹងអ្នកចូលចិត្តអានច្រើនហើយអញ្ចឹងជាក់ស្ដែងគឺបានន័យថាទោះបីយើងរៀនភាសាណាក៏ដោយតែព្រោះដល់ពេលយើងរៀនវិជ្ជាទៅយើងប្រាក់ដំបូងយើងឃើញមានអករណីលើកលែងនោះបន្តិចទេយើងរៀនកាន់តែយូរទៅឃើញករណីលើកលែងនោះកាន់តែច្រើនហើយអ្នកដែលថាបកកែសរសេរនៅក្នុងភាសាបរទេសនោះគឺអ្នកដែលអានភាគច្រើននៅក្នុងភាសាហ្នឹងមិនមែនអ្នកដែលចេះបកកែវិជ្ជាទេខ្ញុំឃើញអ្នកដែលចេះបកកែវិជ្ជាច្រើនហ្នឹងនិយាយមិនចេញទេសរសេរអត់កើតទៀតក៏មានដែរបាទអរគុណច្រើនអញ្ចឹងយើងតឲ្យជូនជាឧទាហរណ៍មួយគឺសំទោសមិនដល់បន្តិចទៀតបន្តរឿងសាត្រាហ្នឹងបាទហើយបន្ទាប់ទៅនេះគឺយើងនិយាយពីសម័យបារាំងហ្នឹងដូចនិយាយខាងដើមថាសម័យបារាំងវាជាពេលចាប់ផ្ដើមរឿងវិជាសិក្សាបែបទំនើបអីហ្នឹងមកហើយយើងឃើញថាការសិក្សាជាដំបូងហ្នឹងគឺថាចាប់ផ្ដើមនៅរវាងចុងសតវត្សទី19ហ្នឹងបាទរួចរឿងអីដែលចាប់ផ្ដើមមុនគេហ្នឹងគឺថារឿងចាប់ផ្ដើមសិក្សាសាលាចរិតហើយសាលាចរិតនឹងទៀតសោតគឺថាចាប់ផ្ដើមពីសិក្សាសាលាចរិតសំស្ក្រឹតទៅមុនអ្នកដែលសិក្សាដំបូងគេមានលោក Henriken ជនជាតិប៉ូឡង់អីហ្នឹងដែលបកប្រែសាលាចរិតសំស្ក្រឹតខ្មែរអីនេះជាដើមហើយក្រោយមកទៀតយើងឃើញមានលោក Augustin លោក Bergen លោកអីផ្សេងរហូតដល់លោក Aymonier ដែលហើយបន្តមកទៀតមានលោក George Sodek ចឹងទៅហើយគួរចាប់អារម្មណ៍គឺលោក Aymonier បានចាប់ផ្ដើមសិក្សាសាលាចរិតភាសាខ្មែរហើយខុសពីអ្នកសិក្សាមុនខ្លះដែលដូចជាលោក Henriken ឬក៏ Bergen អីជាដើមដែលគាត់ផ្ដោតទៅលើសាលាចរិតសំស្ក្រឹតទេលោក Aymonier គាត់ងាកមកសិក្សារឿងសាលាចរិតភាសាខ្មែររួចហើយក្រៅតែពីរឿងហ្នឹង
គាត់ក៏ប្រមូលរឿងព្រេងប្រមូលរឿងអីទៀតដែលជារឿងរបស់អ្នកស្រុកហើយមានថាគាត់ទៅប្រមូលបាទនិយាយថាម៉េចជាអង់គ្លេសគេថាជា folklore ជារឿងរបស់អ្នកស្រុកហើយរឿងអស់ហ្នឹងវាពាក់ព័ន្ធនឹងរឿងភាសារបស់មនុស្សប្រើនៅពេលនោះឯងបាទវាជាប់ពាក់ព័ន្ធនឹងរឿងអស់ហ្នឹងហើយសូមអធិស្ឋានរឿងរឿងសេចក្តីសង្ខេបរឿងការសិក្សាសាលាចរិតហ្នឹងគឺថាមាននៅក្នុងសភៅរបស់លោកគ្រូអង្គជលៀនហើយលោកបានសរសេរបញ្យលរឿងការសិក្សានិងវិវត្តយ៉ាងម៉េចខ្លះអានេះខ្ញុំគ្រាន់តែបើកបង្ហាញតិចតួចប៉ុណ្ណោះតែរឿងសំខាន់ហ្នឹងគឺថារឿងចំណុចដែលគេគិតអំពីសិក្សាភាសាខ្មែរទំនើបឯងបាទក៏ប៉ុន្តែមុនដល់សិក្សាភាសាខ្មែរទំនើបហ្នឹងគឺថាវាចាប់ផ្ដើមពីរឿងសិក្សាសាលាចរិតអីនឹងផ្សេងមកហើយរឿងភាសាខ្មែរទំនើបដែលគេសិក្សានៅក្នុងសម័យបារាំងហ្នឹងវាមានពីរជាសំខាន់ទីមួយគឺថាធ្វើវចនានុក្រមបាទហើយរឿងបន្ទាប់ទៀតគឺថាសភៅវេយ្យាករណ៍ខ្មែរហើយរឿងទាំងអស់ហ្នឹងគឺថាផ្ដើមដោយអ្នកស្រាវជ្រាវជនជាតិបារាំងហ្នឹងយើងដឹងថាមានជំនួយពីខ្មែរពីអីចឹងទៅតែគោលបំណងគេគឺថាមិនលើសអីពីរឿងចងក្រងរបស់ទាំងអស់ហ្នឹងហើយមួយទៀតគឺសម្រាប់រៀនភាសាខ្មែរទាំងឯងព្រោះពាក់ព័ន្ធនឹងរឿងការគ្រប់គ្រងរដ្ឋបាលអីផ្សេងត្រូវចេះខ្មែរណាបាទចឹងទៅត្រឡប់ទៅវិញតិចបាទចឹងទៅគេថាដោយសារតែបារាំងហ្នឹងគេធ្វើរឿងភាសាខ្មែរអីផ្សេងហ្នឹងគឺថាដើម្បីគោលបំណងអ្នកអានអ្នកមើលហ្នឹងគឺថាជាជនជាតិបរទេសហ្នឹងមិនមែនធ្វើសម្រាប់ជនជាតិខ្មែរទេដំបូងហ្នឹងនឹងចង់បញ្ជាក់កន្លែងហ្នឹងតិចបាទរួចយើងមើលដំណាក់កាលបន្ទាប់ទៅទៀតគឺថាក្រោយសម័យបារាំងគឺថាសម័យឯករាជ្យហ្នឹងណាហើយយើងមានសារមួយរបស់សម្ដេចនរោត្តមសីហនុលោកនិយាយរឿងថាក្រោយបានឯករាជ្យអ្វីដែលគេគិតជាសំខាន់នោះគឺថារឿងភាសាជាតិនឹងឯងបាទបងជួយថារឿងបើសិនជាយើងមើលអត្ថបទមួយរបស់លោកខិនសុកដែលគាត់និយាយអំពីខេមរៈយន្តកម្មនៅក្នុងប្រព័ន្ធសិក្សាខ្មែរហ្នឹងតាមពិតទៅគេចាប់ផ្ដើមសង្កេតឃើញបញ្ហានៅក្នុងប្រព័ន្ធអប់រំខ្មែរដែលប្រើភាសាបារាំងហ្នឹងឃើញថាកម្រិតសិស្សខ្មែរហ្នឹងខ្សោយហើយអ្នកដែលជាប់បាក់ឌុបជំនាន់មុនវាតិចមែនទែនហើយរបាយការណ៍អ្នកអធិការកិច្ចដែលចុះមកធ្វើតាំងពីបារាំងហើយនឹងកន្លែងផ្សេងទៀតសាលាទាំងខ្មែរផងទាំងបារាំងផងដែលចុះទៅតាមសាលាបារាំងឬសាលាដេកាហើយនិងសាលាខ្មែរផ្សេងទៀតនៅតាមខេត្តនោះឃើញថាកម្រិតរៀនសូត្រវាទាបអ្នកធ្លាក់ច្រើនហើយអ្នកដែលគាត់រៀនសូត្រហ្នឹងគាត់ថាពិបាកដោយសារនៅផ្ទះគាត់មិនដែលនិយាយបារាំងហើយគាត់ត្រូវរៀនមុខវិជ្ជាផ្សេងជាភាសាបារាំងអញ្ចឹងអ្នកក្នុងចំណោមអ្នកដែលថាក្នុងរបាយការណ៍នៅក្នុងអត្ថបទរបស់គ្រូខិនសុកហ្នឹងគាត់ដាក់ថារហូតដល់ថាសឹងតែមានតែខ្ទង់តែប្រហែលជា 10% ហ្នឹងគេអាចឲ្យជាប់បានហ្នឹងតែខ្លះសរសេរបារាំងមិនមើលមិនដាច់គឺបារាំងគេប្រើពាក្យ barbarism មកវាអត់មានជា clear អត់ជាស្អីហើយអញ្ចឹងហើយបានយើងចាប់ផ្ដើមមានបង្កើតគណៈកម្មការមួយហើយដែលសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈនោះដើរតួនាទីសំខាន់ដោយសារតែលោកហងទុនហៈជំនាន់ហ្នឹងដែលត្រូវបានជាសាកលវិទ្យាធិការនៅសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈនោះជាប្រធានគណៈកម្មការខេមរៈយន្តកម្មនោះចាប់ផ្ដើមបង្កើតសភៅពុម្ពរៀនខ្មែរជាភាសាខ្មែរសម្រាប់កូនខ្មែរហ្នឹងហើយអ្នកដែលនៅពីក្រោយនោះមានលោកវ៉ាន់លីវ៉ាន់ដែលកាលនោះគាត់លោកតាវ៉ាន់លីវ៉ាន់គាត់ជារដ្ឋមន្ត្រីក្រសួងអប់រំសិក្សាធិការហើយមានក្រុមការងារហ្នឹងគឺគាត់ហ្នឹងគឺអត់មានជំនួយប្រាក់ឧបត្ថម្ភទេហើយយកកន្លែងនៅខាងសាលាភូមិចិត្តសិល្បៈហ្នឹងហើយយកជាទីស្នាក់ការជាកន្លែងប្រជុំជាកន្លែងអីដើម្បីតែងនិពន្ធសភៅរៀនជាខ្មែរហ្នឹងប៉ុន្តែគាត់ថាខ្ញុំអត់ដឹងថានៅអគារមួយណាហើយបន្ទប់ណាទេដែលគេប្រជុំហ្នឹងគាត់ថាគេប្រាប់ថាគេមានប្រជុំហើយគេកត់ត្រាអីផ្សេងហើយនៅសាលាភូមិចិត្តសិល្បៈហ្នឹងហើយបាទឥឡូវយើងសូមបន្តបន្តិចតទៅនេះយើងនិយាយរឿងក្រោយសម័យបារាំងដែរយើងសង្កេតឃើញប្រភេទសភៅបាទប្រភេទសភៅដែលគេចាប់ផ្ដើមធ្វើហ្នឹងគេដឹងហើយនៅសម័យបារាំងវិញយើងបញ្ជាក់ថាវាមានពីរដែលជាសំខាន់គឺមួយធ្វើវចនានុក្រមនិងពីរសភៅវេយ្យាករណ៍ខ្មែរគោលដៅសំខាន់សម្រាប់បារាំងហ្នឹងរៀនខ្មែរបរទេសរៀនខ្មែរហ្នឹងរួចនៅក្រោយសម័យបារាំងចាប់ពីសម័យឯករាជ្យហ្នឹងមកយើងឃើញសភៅរបស់ពុំច្រើនណាបាទសភៅហ្នឹងមានច្រើនផ្នែកបើយើងចាត់ជាក្រុមទៅគឺថាអាចបាន4-5ប្រភេទហ្នឹងវាខ្លះមិនជាសភៅសុំជាស្រ័យតែដំបូងសំខាន់បំផុតគឺសភៅសិក្សាហ្នឹងដូចយើងឃើញសារមិញថាសម្ដេចយល់ថារឿងដែលសំខាន់គឺភាសាហ្នឹងម្ល៉េះហើយនៅក្នុងផ្នែកសិក្សាហើយនៅក្រសួងអប់រំហ្នឹងត្រូវយកភាសាខ្មែរជាគោលហ្នឹង
là hỏi cái tới tại vừa sập hơi sắc xa nó chỉ khmai là mấy bằng riêng cồn khmai nó ở trên an trên sập xe trên trên tận anh đi mùi tranh máu từ sập hơi sắc xa này hỏi thì pi rương sập hơiประเภทchỉ sập hơi đặc biệt bây giờ pi rương sầm nê agra tu rốt pi thằng pi ấy chỉ đàm hỏi cái to màที่ rương về chỉ coi chụp rong nó mình tha chỉ ประเภท sna ได้แต่cái sắc xa về chỉ coi khmai nó bị tràn ประเภท นะ tăng pi rươngโซเรื่องประกาศปีเรื่องขณะปีเรื่องหลับบ้าเรื่องไอตอตัวเตียดมาต่อประเทศเรื่องมีประเภทเปิดคลาสคือที่ประเภทระเบียบประดาวสำคัญแต่จะเลือกวิธีประกาศปีเองการปีทำไมผู้เป็นนักดำเนินการปีทำไมจำไปจำไปครั้งตัวโบ้คือท่าโยปีพลังมาถอยเมาส์จับประดามประกาศปีขมายทำไมซองปีพลังหนึ่งจะดามยังเคยทำระยินกรรมนั้นคือนั้นจีเรื่องสำคัญนั้นมีการวิวัฒน์ทมคราวปีบรรจารกรองขมายได้จันดอคำระยินกรรมหายเรื่องมือเตี้ยคือจีประเภทจีสะเพอหรือก็จีไอกระซ่าระเบียบศักษากระถาระเบียบบีพีระเบียบไอเซมเซไอศักษากระถานั้นจีประเภทสนาได้ได้ช้าแต่เนี่ยนิพนธ์บอเตนเฟอร์ขมายยังกับมีเนี่ยสายจีทมเฟอร์โดยลูกชายซาบรูเปอร์จีดาวนั่นลูกชายเรื่องอ่อนเรื่องจีดาวเรื่องภาษาขมายดังแบบต่อไปนี้ยังสมปัญหาในเรื่องของนายใช้ประเภทสนาได้ได้ยังบานgìติดหายในตรูให้ในทางดาวเนาะประเภทที่มุ้ยคือประเภทที่สนาได้ไปเรียนอ่านตัวเสกให้ได้ยังเคยมนเกโดยจุดเรียนปีตะโบงจังทำไมยังดามนเมียนสับเซเมียนไอ้นั่นคือเมียนไอ้กราบีสตราสกัดเตะให้ในที่นี้ยังส่งโยจุบับอภิเทียนทรัพย์ในจุบับอภิเทียนทรัพย์นี้ยังส่งปีครูเล่นกอ่านส่งออกคนการนี้ก็โชว์รวมได้ให้ยังส่งมาบังหายตรัวทางในกรงจุบับนังเรียนจุดน้อยสำคัญอีกครั้งแต่ปัจจุบันปีคือทางมวยจุบับอภิเทียนทรัพย์ตัวมาที่เรื่องเรียนไม่เรียนซอให้พิจารณาปีไม่เรียนซอนั่งเตะเก๋เรียนจุบับคล้ายเอาซอนังเรียนอ่านเรียนโดยที่อำนาจนะอัตบัตอำนาจสำหรับอ่านจังอ่านวอดตัวปีเรียนเจประกอบเจไอ้นั่งเตะนี่เรื่องฉบับอภิเทียนศัพท์ยังเมื่อจีรวมจีตรูแต่ก็ถ้าเคยมีจำนวนสำคัญก็เลยแบบเกิดเลยอัตบัตก็ถ้าเคยอัตบัตนั่นเสียจีปีกาบอัตบัตที่มวยเรื่องอภิเทียนศัพท์นั้นเสียปีกาบก็ปัจจัยเรื่องการบริชัยนั่นเรียนประบาหนังชื่อพวกพุทธศักราชมาปอนบุญโรยจัดซับทางปีสมัยโกมาเลยให้ใบยังเมื่อพิซาได้พราในขนมสตรานั่นคือมันเลือปีสมัยกระดาษนั่นที่ให้สามเณรเดชานั่งชาโตนั่นคือมัวสามเณรไว้ในวัดกะลาวขันปงชามให้การมาทบได้ฟื้นสตรานั่งได้จุดลองสตรานั่นคือท่าลงไปเจ้าในตรงนั้นให้ท่าคือสำหรับบังเรียนกบมาหนึ่งสามเณรไม่นั่งแต่ไม่เรียนอ่านเรียนไอ้นั่งคลำซาจีร่วมคือยัยปีเรื่องอักขระวิธีหนึ่งคือยัยปีเรื่องจนจันเนี่ยยัยปีเรื่องสระยัยปีซอมไอ้นั่งไปโจคณีก่อนเราใช้จิตกำนาบมวยหนึ่งรู้ใบยังเกิดกับนายใจแต่สำคัญนั่นคือทามีนในตัวเป็นจำนวนคือทาตีมุ้ยระเบียบเรียนจิตขมายนั่นคือทาจับประดามล้างคือจันบอดมาสกากรุบเนี่ยโมพุทธิยสัตธมไอ้จังนั้นนะรู้จะให้ปานพิธีโซดจะใส่ไอ้จำจุนจันเนี่ยสระซ้อมให้รอบตื้อเรียนรอบตื้อเรียนรอบชนำรอบคายรอบไงจะดาวนั่งสิกใดนั่งคือยังเคยlà hốt từ đó chia từ bố là hốt từ đó từ phơi riêng an khai nắng nơi vềสมัยไอเดียนั่งโยไปที่นั่งตะปราโยไปที่ระเบียบจ้านั่งโยตะปราขนมสะเพยเรียนอ่านไออัติโปเลยยังเคยที่สำคัญคืออัติโปปีเรื่องอักขระวิธีปลายปีตัวในวัดธรรมดาเรียนkhaiเม้นแต่ก่อนมาเตยเรียนปลายเรียนเองจังกระบวนนั่งจะทายโยกระบวนปลายมาปราในขนมภาษาขมายหนึ่งlấy những mơ ưu tiên hò muối miền trung bạc bạch thiên sập nắng màu phi sla băng selectable นั่นคือปรับสนองเชิงฉบับหนึ่งฉบับบthiên sậpนั้นรู้ในประตูนี้แต่ไทยยังเคยอะไรนั่งยีเรื่องตัวอัตโปหรือก็ยีเรื่องทำไมเรื่องอักขระกรอมปลายนั่นคือทายโลกปรับมุนให้กับทายเรื่องนั่นคือเรื่องอักขระกรอมปลายไอ้จังจะดาวไอ้
ហើយខ្ញុំសូមបញ្ជាក់ចំណុចមួយគឺនៅពេលដែលមុននឹងចូលដល់ជួយជំនះឲ្យស្រៈហ្នឹងគឺគេមានបញ្ជាក់ថាត្រូវតែរៀនសូត្រហ្នឹងគឺសូត្រឲ្យត្រូវទៅតាមសូរសំឡេងស្រៈជួយជំនះមួយហ្នឹងបើសិនជាសូត្រឧបមាថាជួយជំនះមួយខុសៈទៅជាអខុសៈឬមួយសទ្ធិទៅជាធនិតឧបមាថាទឹកយើងអានថាថឹកអីចឹងសំបីតែនៅពេលដែលយើងសូត្រទៅពោះខំឬមួយអីយើងស្ដោះទៅអត់ជាទេចឹងគឺថានៅក្នុងសត្រាហ្នឹងនៅខាងដំបូងដើមហ្នឹងគឺប្រាប់ថាលោកណែនកូនសិស្សលោកដែលរៀនសូត្រអក្សរហ្នឹងគឺត្រូវសូត្រឲ្យលឺហើយសូត្រឲ្យត្រូវព្រោះបើអត់សូត្រឲ្យត្រូវទេវាអត់ស័ក្តិសិទ្ធិបាទមានតែគេគ្រប់អក្សរហ្នឹងគ្រប់អក្សរហ្នឹងដូចជាព្រះដូចជាអីអញ្ចឹងហើយបើនៅក្នុងសំស្ក្រឹតគឺគេរៀនអញ្ចឹងណាគឺថាគេរៀនទិញមិនឲ្យខុសទេអានេះគេទំនៀមតមកប្រហែលជាឆ្លងដល់ខ្មែររឿងហ្នឹងបាទគេគ្រប់អក្សរហ្នឹងជាតួជាព្រះសំខាន់ណាស់តទៀតគឺថាបន្ទាប់ទៅនេះយើងរៀននិយាយពីរឿងផ្នែករៀនអានសរសេរដូចគ្នាតែជាប្រភេទសភៅបាទជាប្រភេទសភៅដំបូងបំផុតគឺថាស្នាដៃរបស់ហងរីមហុតហ្នឹងគាត់មិនមានពណ៌នេះអីវិញឆ្ងាយទេគ្រាន់តែយកអក្សរក្រមខ្មែរហ្នឹងដែលចារដោយហ្នឹងដូចជាអាចារ្យខ្មែរទៅយកទៅបោះពុំផ្សាយណាអក្សរក្រមខ្មែរយើងទាំងអស់ហ្នឹងយកទៅដាក់ទៅក្រោយមកមានភាសាលាវភាសាអីជាដើមបន្តពីនឹងទៀតមិនជារបៀបជាសភៅសម្រាប់រៀនអីដូចយើងនេះធម្មតាទេគ្រាន់តែបង្ហាញត្រួសទេហើយផ្នែកបន្ទាប់ទាំងខ្មែរនេះគឺថាខុសគ្នាត្រង់ថាម៉េចខុសគ្នាត្រង់ថាជាប្រភេទសភៅតែម្ដងសម្រាប់រៀនហើយសម្រាប់រៀនហ្នឹងគឺរៀនមើលរៀនអានរៀនសរសេរនឹងអក្សរខ្មែរហ្នឹងយើងឃើញមានច្រើនហើយតែយើងបន្តទៅទៀតសូមយកតែមួយមកនិយាយគឺស្នាដៃរបស់លោកមុំសុតជាអធិការនៅខាងអប់រំនឹងសភៅថ្នាក់កុមារឋានឆ្នាំ52បាទហើយបើយើងពិនិត្យសង្កេតមើលលើសភៅហ្នឹងទៅគឺថាយើងឃើញរឿងសំខាន់មួយចំនួនកម្មវត្ថុរបស់គាត់ហ្នឹងគឺសម្រាប់ឲ្យគ្រូហ្នឹងបង្រៀនសិស្សតូចឲ្យឆាប់ចេះសរសេរចេះអានមិនឲ្យសិស្សនឹងអានខ្លួនឯងទេណាគឺថាគ្រូជាអ្នកយកទៅបង្រៀនសរសេរលើក្តារខៀនអីចឹងសិស្សសរសេរតាមទៅរបៀបរៀនពីមុនចឹងរួចខ្លឹមសារហ្នឹងគឺផ្ដោតសំខាន់លើឲ្យសិស្សនឹងចេះរឿងសរសេរជញ្ជនៈស្រៈចេះប្រកបហើយរួចឲ្យចេះអានអំណានខ្លីៗអំណានទៀតសោតគឺថាមានសរសេរជាពាក្យជួនហើយយើងចាប់អារម្មណ៍ថាមិនក៏បានសរសេរជាពាក្យជួនហ្នឹងប្រហែលជាគាត់យល់ថាដើម្បីឲ្យងាយចាំងាយអីចឹងងាយស្រួលអានតែបើយើងមើលទៅក្រោយមិញហ្នឹងក្នុងច្បាប់អភិធានស័ព្ទដូចគ្នាគេថាមានអតិពលពីច្បាប់ហ្នឹងមកគឺគេស្អីជាកំណាព្យចឹងហ្មងឲ្យសិស្សបន្តិចឲ្យងាយចាំណាមិនគាត់នឹកឃើញខ្លួនឯងសរសេរនៅពេលហ្នឹងឯងខ្ញុំយល់ថាអតិពលពីសាត្រាខ្មែរពីមុនហ្នឹងខ្លាំងណាស់លើសភៅរៀនអានដំបូងហ្នឹងបាទមើលបំណែកចែកហ្នឹងក៏ដូចគ្នាដែរគេចាប់ផ្ដើមភ្លាមគឺនមស្ការដូចគ្នាហើយសរសេរពាក្យដូចគ្នាដូចពីសូត្រមកមិនអញ្ចឹងហើយនឹងរបៀបសរសេរអក្សរស្រៈនិស្ស័យហើយនឹងអំណានខ្លីៗនៅខាងក្រោមហ្នឹងគឺមានរៀបរាប់ទិសថ្ងៃខែឆ្នាំហ្នឹងដូចគ្នានឹងសត្រាហ្នឹងដូចគ្នាបែបហ្នឹងហើយបើយើងមើលហ្នឹងទៅគឺថាចាប់ពីនឹងតមករហូតគឺបានន័យថាយើងច្រឡំរវាងខុសៈនិងអខុសៈបានន័យថានៅក្នុងយើងយកប្រព័ន្ធអក្សរបាលីដែលបែងចែកខុសៈនិងអខុសៈកកហ្នឹងដែលយើងច្រឡំជាមួយនឹងស្រៈដែលនៅក្នុងព្យញ្ជនៈនិងអហើយនិងអូហ្នឹងដែលយើងគិតថាយើងអត់បែងចែករឿងប្រព័ន្ធអក្សរខ្មែរតែជាប្រព័ន្ធអក្សរព្យាង្គហើយនិងប្រព័ន្ធរបស់អក្សររបស់ខាងឡាតាំងនេះដែលគេជាអក្សរសូនៅក្នុងអក្សរប្រព័ន្ធឡាតាំងហ្នឹងបានន័យថាតួអក្សរមួយសូមួយលើកលែងថាអក្សរ x មួយដែលវាក្នុងតួអក្សរមួយវាសូ2សូកឹកហើយនឹងសិឬមួយក៏កឹកហើយនឹងសិអញ្ចឹងក៏ប៉ុន្តែអក្សរផ្សេងទៀតគឺតួអក្សរផ្សេងទៀតសូតែមួយទេតែដែលឡែកនៅក្នុងយើងអក្សរខ្មែរហ្នឹងយើងគឺជាប្រភេទអក្សរព្យាង្គបានន័យថាមួយតួអក្សរគឺមួយព្យាង្គនៅក្នុងតួអក្សរមួយយើងមានព្យញ្ជនៈមួយស្រៈមួយនៅក្នុងកយើងមានសម្លេងព្យញ្ជនៈកហើយនឹងស្រៈអមួយនៅក្នុងតួអក្សរកយើងមានព្យញ្ជនៈកមួយហើយនឹងអូមួយប៉ុន្តែគាត់នៅតែគិតតាមបាលីថាកហ្នឹងគឺវាខុសអខុសៈហើយកអាកហ្នឹងវាអខុសៈហើយកហ្នឹងវាខុសៈតែតាមពិតមែនតើទាំងពីរហ្នឹងព្យញ្ជនៈទាំងពីរហ្នឹងគឺវាកដូចគ្នាទេគឺអខុសៈទាំងពីរអ្វីដែលខុសៈគឺស្រៈទេគឺស្រៈអហើយនិងស្រៈអូអញ្ចឹងហើយបានជាក្រោយមកទៀតនោះបន្តមកទៀតយើងនឹងនិយាយអំពីលោកMaspero នោះដែលគាត់ចាប់ផ្ដើមបែងចែកមូលភេទ O ហ្នឹងចាប់ពីពេលហ្នឹងមកតែក្រៅពីហ្នឹងខ្មែរយើងភាគច្រើនគឺនៅតែច្រឡំរឿង O ហើយនិង O នោះថាជាខុសៈនិងអខុសៈនឹងតមកពី
ប្រព័ន្ធជួយជំនះបល័យនឹងតមកទៀតជាស្រ័យសូមបន្ថែមត្រង់នឹងតិចរឿងបែងចែកកុសលអកុសលនិង OO នឹងប្រព័ន្ធតាមពិតទៅប្រព័ន្ធពីរខុសគ្នាដាច់បន្លែកតែម្ដងប្រព័ន្ធកុសលអកុសលហ្នឹងគឺថាយើងទទួលឥទ្ធិពលពីបល័យពីសន្តិក្រិតដែលគេចែកប្រព័ន្ធជញ្ញៈរបស់គេណាគេច្បាស់លាស់គឺថាកុសលអកុសលវាមានប្រព័ន្ធច្បាស់លាស់របស់គេហើយយើងច្រឡំទៅនឹងប្រព័ន្ធ OO ដែលយើងគិតស្រៈ O ស្រៈ O ជាប់នៅក្នុងជញ្ញៈហ្នឹងថាវាជារឿងតែមួយរឿងហ្នឹងគឺតមករហូតណាបដសប្ងៃក៏នៅតែមានរឿងហ្នឹងដែរបាទហើយដូចលោកគ្រូនន្តរាគាត់បញ្យល់មិញហើយគឺថាខ្មែរយើងជាប្រភេទថាម៉េចអក្សរជាងណាគឺថាប្រកបស្រៈនៅក្នុងនឹងយើងហៅស្រៈប្រកបនៅក្នុងសង្កត់គឺមានរបៀបពីរទី1បើសិនជាជញ្ញៈហ្នឹងវាអត់មានស្រៈនៅក្នុងជញ្ញៈទេគឺថាគេប្រើវិរាមថាជញ្ញៈហ្នឹងអត់មានសម្លេងយើងត្រូវដឹងថាជញ្ញៈមានសម្លេងដោយសារស្រៈហ្នឹងវាធ្វើឲ្យមានសូរព្រោះពាក្យស្វរៈហ្នឹងមានថាសូរមកពាក្យខ្មែរថាសូរនឹងឯងអញ្ចឹងឮសម្លេងអអូកខកខងអីហ្នឹងគឺថាយើងបញ្ចូលស្រៈនៅក្នុងនឹងហើយប្រព័ន្ធសង្កត់វាមានពីរហ្នឹងទី1គឺថាគេដកស្រៈចេញជញ្ញៈវាអត់សម្លេងតែបើគេដាក់ប្រកបស្រៈមួយនៅក្នុងនឹងអគឺថាវាមានសម្លេងអនៅក្នុងនឹងកខកខងអីចឹងជាដើមគឺថាគេបែងចែកច្បាស់លាស់ឲ្យយើងយល់ហ្មងរឿងហ្នឹងតែយើងអត់ទេគឺថាយើងទម្លាប់ចាំថានៅក្នុងនឹងយើងរាប់កខកខងហើយយើងពេលខ្លះយើងអត់ដឹងថានៅក្នុងជញ្ញៈដែលយើងរាប់កខកខងវាមានស្រៈរួចទៅហើយនៅក្នុងនឹងដែលយើងរាប់ណាអញ្ចឹងបានយើងនិយាយថាកពាក្យកមួយម៉ាត់សំដៅលើអីសំដៅលើជញ្ញៈសំដៅលើកយើងហ្នឹងឬក៏មិនគឺថាវាកន្លែងហ្នឹងបាទអរគុណច្រើនតទៀតចឹងនេះសភៅរបស់លោកមុំសុតតាហ្នឹងជាឧទាហរណ៍បាទខាងឆ្វេងហ្នឹងគឺក្របសភៅហើយខាងស្ដាំហ្នឹងជាឧទាហរណ៍មួយដែលលោកដាក់រូបភាពតែជាពិសេសហ្នឹងគឺថាគាត់គូរូបភាពបាទហើយដាក់ពាក្យសំខាន់ឧទាហរណ៍កអញ្ចឹងមានពាក្យអីមួយក្តាមអញ្ចឹងទៅហើយសរសេរclear សរសេររបស់ដែលមានពាក្យជួននៅក្នុងហ្នឹងដើម្បីឲ្យសិស្សហ្នឹងងាយចងចាំហើយអាហ្នឹងវាទូអត្ថពលពីសាត្រាដូចបាននិយាយពីខាងដើមនឹងឯងបាទហើយអានេះវាអត់មានន័យយើងត្រូវនិយាយវែងឆ្ងាយទេតាមពិតទៅវាមានប្រភេទសភៅមួយយ៉ាងទៀតគឺគ្រាន់តែគាត់មានអត្ថបទជាកំណាព្យអត់មានរឿងអក្ខរវិធីទេហើយគាត់មានតែជាអត្ថបទខ្លីអាចជាកំណាព្យហើយក្រោយមកទៀតវិវត្តទៅជាអត្ថបទសរសេរជាពាក្យរាយក្រោយមកទៀតនឹងដែលមាននៅក្នុងសភៅដូចជាកម្រងសរសេរតាមសូត្រនេះហ្នឹងយើងចាប់ផ្ដើមមានសុភេទមួយទៀតរឿងសរសេរតាមអានហើយមានបញ្យលពាក្យហើយក្នុងហ្នឹងមានពេលខ្លះគាត់ដាក់ថ្នាក់ពាក្យពួកគាត់កំណត់យើងវាពាក់ព័ន្ធតិចតួចទៅក្នុងផ្នែកឲ្យយើងវិភាគហ្នឹងគឺត្រង់ដែលគាត់បញ្យលពាក្យហើយនឹងគាត់កំណត់ថ្នាក់ពាក្យហើយនឹងចាប់ផ្ដើមកំណត់សត្វទិសាសូបានន័យថាពាក្យដែលវាសូដូចគ្នាតែសរសេរខុសគ្នាអញ្ចឹងគាត់ចាប់ផ្ដើមមានសភៅច្រើនហើយសភៅទាំងអស់ហ្នឹងសិតតែជាសភៅដែលគេប្រើដើម្បីបង្រៀននៅក្នុងសាលារៀនហើយនេះគឺវាមានឧទាហរណ៍ជាក់ស្ដែងនេះគឺមានគាត់មានអត្ថបទកំណាព្យនៅខាងលើអញ្ចឹងទៅហើយនឹងមានបញ្យលពាក្យនៅខាងក្រោមហើយមានសំណួរចោទសួរអីខ្លះនៅខាងក្រោមអញ្ចឹងបាទរឿងបន្តទៅទៀតរឿងវចនានុក្រមប្រភេទវចនានុក្រមដូចយើងដឹងស្រាប់ខ្ញុំបញ្ជាក់ពីខាងដើមមកហើយថាអ្នកដែលចាប់ផ្ដើមត្រួសត្រាយធ្វើរឿងវចនានុក្រមខ្មែរហ្នឹងគឺលោកអាយម៉ូញេហ្នឹងមុននឹងធ្វើវចនានុក្រមហ្នឹងលោកធ្វើជាពាក្យកសាប់មួយសិននៅឆ្នាំហ្នឹង1374ហើយរួចបានចេញជាវចនានុក្រមនៅ1878ហ្នឹងបាទបោះពុំនៅព្រៃនគរហើយយើងឃើញហើយគឺថាមានស្នាដៃជាច្រើនតែដំបូងបំផុតគឺបៃអាយម៉ូញេហ្នឹងហើយស្នាដៃបន្ទាប់មកទៀតគឺថាមានរបស់លោកវៀតណាមវចនានុក្រមខ្មែរបារាំងដូចគ្នាហើយនៅខាងស្ដាំខាងចុងហ្នឹងវចនានុក្រមរបស់លោកហ្គេដុងបាទហើយនៅក្នុងចំណោមវចនានុក្រមទាំងប្រមាណទាំងអស់នេះយើងសូមយកតែមួយទេពីព្រោះថាយើងគិតថាវាដំបូងគេហើយវាចេះឥទ្ធិពលមកវចនានុក្រមផ្សេងទៀតទាំងអស់នៅខាងក្រោយហ្នឹងទោះបីជាគាត់មិនដែលលើកថាគាត់ទទួលឥទ្ធិពលមកក៏ដោយតែបើសិនជាយើងមើលរបៀបរៀបមេពាក្យរបៀបបញ្យលពាក្យរបៀបអីទាំងអស់ហ្នឹងគឺវាបន្តគ្នាមកទាំងអស់ហ្នឹងហើយអ្វីដែលយើងឃើញថាវាអស្ចារ្យសម្រាប់បារាំងសម័យហ្នឹងគឺគេចាប់ផ្ដើមយល់ថាវា